បាទសពថ្ងៃនេះកំពុងតែបញ្ជូនហោហែបងប្អូនជាពិសេសគឺប្រទេសទាំងពីរដែលខ្ញុំបានលើកយកមកនិយាយចែកជូនដល់បងប្អូនបាទគឺប្រទេសអាហ្វហ្គានីស្ថាននិងបាទខ្ញុំសូមជម្រាបសួរដល់បងប្អូនបាទហើយបងប្អូនសុខសប្បាយទេហើយខ្ញុំក៏សង្ឃឹមញញឹមទុកជាមុនថាបងប្អូនបាទគ្រប់រូបដែលតែតាមដានវីដេអូរបស់ខ្ញុំបាទទទួលបានសុខភាពល្អហើយខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីចំពោះបងប្អូនបាទនៅពេលដែលខ្ញុំបង្ហោះវីដេអូទៅបងប្អូនតែងតែបាទគ្រប់គ្រងហើយ comment like និង share វីដេអូរបស់ខ្ញុំបាទខ្ញុំសូមជូនពរសារជាថ្មីបាទទទួលបានសុខភាពល្អគ្រប់រូបហើយថ្ងៃនេះមានរឿងបាទកប៉ិចកប៉ុកយកមកទៅចែកលេងជាមួយនឹងបងប្អូនជាពិសេសគឺសំដៅទៅលើបាទគេហៅថាគោលនយោបាយនៅឯប្រទេសឡម៉ង់បាទមានការប្រែប្រួលក្រោយពីគេហៅថាបោះឆ្នោតថ្ងៃទី23ខែ2កន្លងមកហ្នឹងបាទត្រូវបានគេហៅថានឹងធ្វើការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីបាទគឺ Olaf Scholz ត្រូវបានធ្លាក់បាទគាត់ទទួលបាន SPD ទទួលបានតែ 16% ទេហើយដែលខ្ញុំធ្វើវីដេអូមុនចែកជូនដល់បងប្អូនបាទដែលមានការគេហៅថាភ័យខ្លាចជាពិសេសគឺសំដៅទៅលើគេហៅថាជនអន្តោប្រវេសន៍តែម្ដងបាទប្រជាពលរដ្ឋដែលជាជនជាតិរស់នៅឯប្រទេសឡម៉ង់មានការភ័យខ្លាចចំពោះគណៈបក AfD ហ្នឹងគឺបានទទួលបាន 20% ហើយទៅគេថាអនាគតទៅខ្លាយជាគណៈបកប្រឆាំងធំបំផុតបាននៅក្នុងសភារបស់ឡម៉ង់ហ្នឹងហើយគណៈបកដែលជាប់បាទភាគរយច្រើនបាទនឹងคลายខ្លួនទៅជាគេហៅថានាយករដ្ឋមន្ត្រីនៃប្រទេសអាល្លឺម៉ង់ថ្មីហ្នឹងគឺលោក Friedrich Merz ដែលជាគណៈបក CDU បូកជាមួយនឹងគណៈបក CSU បាទប៉ុន្តែក៏អត់អាចបង្កើតរដ្ឋាភិបាលបានទេតើគាត់គេហៅថារួមជាមួយនឹងគណៈបកបាទ SPD ដែលសពថ្ងៃបច្ចុប្បន្នភាពនៅដឹកនាំប្រទេសឥឡូវបាទចំបាច់ចូលគ្នាទាំង3ហ្នឹងបាទ CDU CSU និងគណៈបក SPD បាទបានអាចគ្រប់ចំនួនដើម្បីយើងបង្កើតគេហៅថារដ្ឋាភិបាលដើម្បីយើងដឹកនាំបាទប៉ុន្តែចំពោះបាទនាយករដ្ឋមន្ត្រីគឺលោកFriedrich Merz បាទគាត់នឹងដឹកនាំបាទរដ្ឋាភិបាលបាទក្រោយពីគណៈបកទាំង3បាទបានចំបាច់ចូលគ្នាគឺគណៈបក SPD គណៈបក CDU និងគណៈបក CSU ហ្នឹងហើយនឹងមានការគេហៅថាធ្វើការប្រែប្រួលចងក្រងជាច្បាប់ថ្មីមួយចំនួនជាពិសេសគឺបញ្ហាគេហៅថាច្បាប់នៃជនអន្តោប្រវេសន៍តែម្ដងបងប្អូនបាទឥឡូវនេះគឺថាគេត្រូវមានការរឹតបន្តឹងមែនតែនហើយទី2គឺការដែលគេហៅថាចាប់បញ្ជូនប្រជាពលរដ្ឋបាទដែលរស់នៅឯប្រទេសអាល្លឺម៉ង់ជាពិសេសក្នុងការគេហៅថារងចាំរហូតទៅដល់ពេលណាដែលគេហៅថាទទួលបាននូវច្បាប់ពេញលេញរស់នៅឯស្រុកអាល្លឺម៉ង់ហ្នឹងក៏គេពិនិត្យបច្ច័យបើសិនជាអាចថាបញ្ជូនទៅវិញបានគឺថាគេបញ្ជូនបដាបដល់ក្នុងមួយថ្ងៃគឺចំណាមាន50នាក់ជួនកាលគឺថារហូតដល់100នាក់ជាង100ឬក៏90នាក់គឺថាបន្តបន្ទាប់ជាពិសេសគឺប្រទេសបាទអ៊ីរ៉ាក់អាហ្វហ្គានីស្ថានហើយនិងប្រទេសស៊ឺរៀនបាទហើយប្រទេសស៊ឺរៀនគឺថាភាគច្រើនបងប្អូនបាទសារការសង្គ្រាមធំហើយបងប្អូនបាទធ្លាប់ទទួលដឹងហើយទិសដៅរបស់គេគឺថាគេត្រូវបញ្ចប់ជាពិសេសគឺថាការដែលយើងយកប្រជាពលរដ្ឋបាទមកពីស៊ឺរៀនក៏ដូចជាមកពីអាហ្វហ្គានីស្ថានស្របច្បាប់ដើម្បីឲ្យអាចមានកណ្ដាស់ស្នាមរស់នៅពេញលេញនៅឯប្រទេសអាល្លឺម៉ង់គឺថាត្រូវបានបញ្ចប់នៅគោលការណ៍ច្បាប់ហ្នឹងណាបងប្អូនបាទហ្នឹងគឺច្បាប់ថ្មីបាទចំពោះបញ្ហាថាគណៈបកទាំង3ដែលចំបាច់ចូលគ្នាគេចងក្រងជាច្បាប់ថ្មីគឺសម្រាប់ជនអន្តោប្រវេសន៍ហ្នឹងគឺដូចខ្ញុំជម្រាបបងប្អូនពីខាងដើមអញ្ចឹងបាទសពថ្ងៃនេះកំពុងតែបញ្ជូនហោហែបងប្អូនជាពិសេសគឺប្រទេសទាំងពីរដែលខ្ញុំបានលើកយកមកនិយាយចែកជូនដល់បងប្អូនបាទគឺប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់បាទឥឡូវគោលការណ៍របស់គេគឺថាពីបញ្ហាប្រទេសស៊ឺរៀនបាទដោយសារមានគេហៅថាក្រោយពីនេះមកហ្នឹងបាទមានសុខសន្តិភាពហើយគេនឹងធ្វើការគេហៅបញ្ជូនបាទភាគច្រើនទៅប្រទេសស៊ឺរៀនវិញដោយតាមដែលខ្ញុំបានទទួលប៉ុន្តែបច្ចុប្បន្នភាពហ្នឹងមិនទាន់មានទេប៉ុន្តែគ្រាន់ថាទី1គឺប្រទេសអ៊ីរ៉ាក់ហើយនិងប្រទេសគេហៅថាអាហ្វហ្គានីស្ថានបាទបញ្ជូនរាល់ថ្ងៃមាន10មាន20មាន30ប៉ុន្តែចំពោះបញ្ជូនប្រជាពលរដ្ឋដែលជាជនអន្តោប្រវេសន៍បាទមកពីអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ហ្នឹងមិនមែនលក្ខណៈគេហៅថាបញ្ជូនអ្នកដែលនៅរស់នៅស្របច្បាប់ទេគឺសំខាន់អ្នកដែលមកដាក់គេហៅថាកណ្ដាស់ស្នាមបាទដើម្បីយ៉ាងជ្រកកោនផ្នែកនយោបាយហើយនឹងធ្វើការរងចាំរហូតដល់ពេញសិទ្ធិអញ្ចឹងហើយជាពិសេសគឺបាទច្បាប់ថ្មីហ្នឹងគឺបងប្អូនបាទប្រជាពលរដ្ឋទាំងអស់បាទដែលមកជ្រកកោននៅឯប្រទេសអាល្លឺម៉ង់បាទមិនថារូបខ្ញុំមិនថាបងប្អូនណាដែលគាត់ប្រព្រឹត្តគេហៅថាខុសច្បាប់គេហៅថា criminality បាទជនល្មើសឬដែលមិនធ្វើប៉ះពាល់ដល់គេហៅថាវិន័យនៅស្រុករបស់គេអញ្ចឹងគឺថាដាច់ខាតទោះបីជាអ្នកឯងកាន់សញ្ជាតិអាល្លឺម៉ង់ក៏ដោយក៏ត្រូវតែបញ្ជូនទៅស្រុកអ្នកឯងវិញភ្លាមហ្មងបាទគឺថាអត់មានដូចពីមុនគឺគេដាក់ឃុំឃាំងនៅឯប្រទេសអាល្លឺម៉ង់បាទមានអ្នកអង្គការគេជួយឬក៏ស្អីគេហៅថាមេធាវីរដ្ឋអំណាចអីរដ្ឋអីគេជួយយើងអីហោហែដើម្បីធ្វើការខាត់មិនឲ្យបញ្ជូនទៅវិញអីអញ្ចឹងណាលើកនេះអត់ទេបាទបើសិនជាមានប៉ះពាល់ដល់រដ្ឋអំណាចសុខសុវត្ថិភាពដល់ស្រុកប្រទេសអាល្លឺម៉ង់គឺថាបញ្ជូនទៅបដ ாய் បាទគឺថាបតឹងជាងមុន
ba gì rúm ta sai cờ bát cái hơi ta prum bật tôi bật tia là mong tiếng mù lắm chùm vĩnh cái ta tới miền ca cái hơi ta control ở đôi miền ca thu rồi lông đôi môn ấy bong bóng ba cái từ miền ca control chỉ bật xe cứ là bên là để lan tranh trôi ba tam bập pon cái hơi ta prum đài nhìn môi cái ta miền caปรงประหยัดพวกการคอนโทรลไอ้สอบแบบอย่างคือถ้าออดมีการทดลองโดยปีมนมีการทุรลงเลยนะคือถ้าเกิดบันตังอันนั้นภายในจนอันเตาประไปให้ปัญหาบุญที่เกิดจอบกับให้ถ้าทวิกาสำหรับได้เก็บกดกงปัจเจียปรอดบาอาลมองก็โดยจิจนเพียคลวนบาเดี๋ยวมาจรกรนะประเทศลมองก็ถ้าเกิดจำนายชรานะปองปนรวบเลียนeuro บาขนมบุญน้ำตึกบุญน้ำให้จีบเสกได้แก่ให้ถ้าปัญหาไปซาลมองก็ถ้าบวกแก่บาเนี่ยรู้ได้แก่ให้ถ้ากรมการจินจำใบไทยรักษาระบบสดชาปฏิหารลมองนะบองปอนบาสรุปอย่างอ้อบาได้ปัจเจียจนตัวบานปีลุยสดชารถบอลมองได้เกจินจำนั่งนะบาคือถ้าพยายามก็เบียพยายามมิลลิโยนั่นบาคือถ้าปรำเลียนเจ็ดประมวยเลียนปัจเจียปรได้กอดบานตัวนั่งให้ขนมนั่งคือปัจเจียจนลมองสดนั่นคือถ้าตรงไปให้เจียมวยก็เบียประมวลเลียนเนี่ยบาแกเป็นนั่นคือจนบอลเตะจังอ้ออะไรนั่นคือรัฐบิบาแกให้ถ้ากันนะปะอย่างใบเดบานจมใบโจกนี่นั่นคือจองกรองจิตฉบับบามวยทำไมคือทาเกบันตังอดโดยมนในบองปอนดิฉันเนี่ยเป็นนาบองปอนปัจเจียปรได้กอดตัวแกให้ถ้าประกาศพิสดชานั้นคือดัดขาดเนื้อเป็นนาแกให้ถ้ากระทรวงการเงี้ยแกดอลการเงี้ยมาเอาเยืองมาเลือกตีมวยเลือกตีปีเลือกตีใบใบเยืองมันตัวโยบาเมียนกาแกให้ถ้าเก็บไว้บามันจ้องถือกาจ้องรูเนื้อแกให้ถ้าระเบียบเพียซาขมายคือเจียวขอสดับขาซีสดชาแล้วบองปอนคือถ้าตระเกียบรรจบกิกัดดัดประคายตั้งแต่มาดองบาดำใบยืงตัวโยนเนื้อการงี้เดี๋ยวรอดกี่หัวยืงนั่งบ้านเนี่ยไอ้แต่เธอการเนี่ยไอ้แต่เธอการนู้ปันได้เบิดสัญญ์ปฏิเสธให้ยืงกิจไว้ยืงมันเตอร์กี่หาถ้าตัวโยนการงี้เดี๋ยวกี่รอคืนเอาเดี๋ยวยืงเธอนั้นคือเก็บดัดใจมาดองมาคือถ้ากรมครูซานั่นคือออดตัวบานหรือก็สมัยจนบาได้กอดเมียนชมัวตัวกี่หาถ้าลุยสดชาแล้วคือถ้าเก็บดัดเปียกคายออดเอายืงเมียนดำใบยืงตัวโยการงี้แต่เธอการอันนั้นคือถ้ารอดอำนาจบากันนะปะจังใบคือยุลปลอมนี้คือถ้าเก็บบันตั้งในกันจอบทวิการดำใบคือกัดบันทอยบานเนี่ยแต่ตัวกี่หาถ้าซีสดชานั่นนะบานดำใบคือสันซ้อมลุยบองปอนนั่นเห็นชื่อนะบองปอนยุลไล่ขนมบาปัญหาโกนโยบายคลาขนมประเทศนี่มวยก็ทำเป็นกาดำใบยังรัดปัตตังในรัดปัตตังโน่นดำใบยังซอทวิการสำหรับเก็บกดโกงบอกเก็บกิจการจิตเก็บเซมเซ่เนี่ยอันนั้นตามเด็กใส่เอาไว้เด็กขยมมาให้ขยมมันแมนจีเนียนโยบายให้ขยมคอมเมนต์จีเนียก็ให้ท่าคางไอกระเตไอโกนมีหรือก็คางไอที่ปันในก่อนท่าเอาไว้เด็กขยมรู้ในขนมไอศกปฏิหารมองเด็กขยมบ้านตัวเลยบอร์ดเบียนคลาให้ยังทัวร์กาแกให้ถ่ายใจจูนบองพโอโดยใช้ภาษาเบียนกาเข้าเถอะบาติดตัวไอโซเมตาเชียร์ไซจมพวกขยมพองบาปันใดก่อนนะขยมจองเรียบบอกใจจูนบองพโอเนื้อไว้เด็กคอยบิดบอชนอตบาทั้งไอที่มาไพ่ใบคายปีกับลองมอนั่งให้โดยจำเหยียบข้างดามบาคณะปะอย่างใบคือ CDU ให้ CSU จมวยในคณะปะบา SPD สับทั้งไงนั่งบาคือจมบัดโจในต่างใบนั่งบังเกิดบานให้ต่างบานสำรัดมาแกให้ท่าโกนโยบายมวยจำนวนทมมาได้ยังไอกับเพียบในต่างใบให้นั่งบาฉบับคือนั่งเวจังชับขังมกบาเนื้อเป็นอะไรบังเกิดรัฐบาลหายบองปอนให้จมนายก็ให้ทำกันจอบทับไปกาสำหรับบอมปอนแต่เลยก็ให้ทำบันเทิงตะคางภายในโยเทียนในอบัติเหลมองนั้นก็เธอก็ทำบันเทิงในบอมปอนมาดำใบอ้อยก็ให้ทำกาปีนในสกสวัสดิ์เพียบในอบัติเหลมองนะไว้ซานั้นบอมปอนมาโยนให้ยมกับสังคมทำบอมปอนตัวบ้านในปอรำเย็นจราในทาวิบาลเกิดล่างในทั้งไงมวลบาชีพเสคือในไอปฏิหารริกนั่งบาเลือกตีมวยยมมันในปฏิบาในก็ให้ทำในไอ้ขังกลางเนี่ยบาเชียงจัดสายสับชนะไม่บาแค่มันได้เคยมีการจูบจมบาระเวียงก็ให้ทานี่ยุทธอัมไตรหนึ่งยุทธอัมไตรเนี่ยปฏิหารริกบางกุยมุกก็ให้ทาเพลิงรอบาในไอ้ไวจะเฮาทั้งมันได้เคยมีการจัดการได้จัดการเชิงโดยบาปัจจุบันเพียบบาได้ยุทธอัมไตรบาโดนัลด์ทรัมป์นั่งบาก็ให้ทาปีไวตัวหลงมวยเชื่อมวยบายุทธอัมไตรอุกรานนั่งบาโปลดเมียเลเวนสกีนั่งให้เตอร์บานบาสังกอดกอดบายังเชื่อนะบองปอนบานเคยให้บาคือทาเวียมันทอมนะคือทาตั้งปีโลกโดนัลด์ทรัมป์กอดลายมองคือทา
បែកសបុកបងប្អូនជាពិសេសគឺថាប្រទេសនីមួយៗគឺថាមានការភ័យខ្លាចផងហើយទី2សុខសวัสดิភាពរវាងប្រទេសនិងប្រទេសគឺថាវាអត់ដូចមុនណាបងប្អូនដោយសារពីដើមគឺថាយើងចងក្រងមានច្បាប់មានទម្លាប់បាទផ្នែកបរិស្ថាននោះក៏អូខេទៅផ្នែកខាងយោធាក៏វារឹងមាំបាទអាមេរិកហើយជាមួយនឹងអឺរ៉ុបនឹងគឺថាមានការគេហៅថាធ្វើការចោះសម្រុងគ្នាច្រើនតាំងពីដូណាល់ត្រាំគាត់ឡើងមកគឺថាគាត់បំបែកបាទគាត់ចង់គេហៅថាទី1គឺទិសដៅរបស់គាត់ក៏ចង់និយាយ American First ដែលមកគោលការណ៍ដែលគាត់តែងតែយកមកនិយាយអញ្ចឹងណាប៉ុន្តែគាត់ថាខ្ញុំសង្ឃឹមថាទោះបីយ៉ាងណាក៏ដោយគឺថាវាមិនអាចរលូនទេបងប្អូនបាទយើងធ្វើការអីក៏ដោយបាទរវាងបាទគេហៅថាប្រទេសដែលយើងគេហៅថាទោះបីថាយើងមហាអំណាចយ៉ាងណាក៏ដោយនៅពេលណាដែលយើងដើរម្នាក់ឯងក៏វាមិនស្រួលយើងត្រូវតែចងក្រងត្រូវតែកាន់ដៃបាទប្រទេសដទៃតូចតាចមិនថាប្រទេសបាទនៅ EU ណានៅអឺរ៉ុបហ្នឹងគឺថាយើងមិនអាចចោលបានទេយើងត្រូវតែ cooperation បានន័យថាធ្វើការរួមគ្នាបានវាជោគជ័យប៉ុន្តែខ្ញុំសម្ដៅគឺនិយាយទៅបញ្ហាបាទគេហៅថាគោលនយោបាយក្រោយពីបោះឆ្នោតនៅប្រទេសអាល្លឺម៉ង់គឺថាមានការកែប្រែដោយខ្ញុំជំរាបបងប្អូនពីខាងដើមអញ្ចឹងបាទគឺថាគណៈបក CDU CSU និងគណៈបក SPD ចម្បាច់ចូលនេះទាំង3ហើយដឹកនាំប្រទេសអាល្លឺម៉ង់បាទទៅថ្ងៃអនាគតហើយគណៈបក AFD ដែលយើងមានការភ័យខ្លាចចំពោះបញ្ហានៅពេលណាដែលឡើងជានាយករដ្ឋមន្ត្រីនឹងធ្វើការគេហៅថារឹតបន្តឹងបាទជាមួយនឹងគេហៅថាការចាប់បញ្ជូនប្រជាពលរដ្ឋបាទដែលរស់នៅខុសច្បាប់ស្របច្បាប់ដែលថាវាមានបញ្ហាដែលកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់គឺថានឹងបញ្ជូនទៅធ្វើម៉េចក៏ហៅថាឲ្យមានការគេហៅថាបន្ថយនៃជនភៀសខ្លួននៅប្រទេសអាល្លឺម៉ង់ណាហើយខ្ញុំជឿថាបងប្អូនបានដឹងហើយជាពិសេសគឺតាំងពីគេហៅថាសង្គ្រាមរវាងរុស្ស៊ីហើយនិងអ៊ុក្រែនមកគឺថាប្រជាជនបាទជនបរទេសដែលសម្រុកចូលមកឯប្រទេសអាល្លឺម៉ង់និយាយរួមគឺថាចូលទៅតាមប្រទេសនីមួយៗដែរប៉ុន្តែគ្រាន់ថាប្រទេសអាល្លឺម៉ង់គឺថាទទួលច្រើនជាងគេបងប្អូនបាទ7.2 លានណាគ្រាន់តែប្រជាជនបាទអ៊ុក្រែនហើយនិងប្រជាជនផ្សេងហើយជននៅដែលប្រជាជនមុនទៀតបាទដែលគាត់មកសុំពាក្យគេហៅថាច្រកកោននៅប្រទេសអាល្លឺម៉ង់ដូច្នេះគឺបងប្អូនយល់បាទសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់គឺថាប្រឹងចំបាច់កបាទប្រជាពលរដ្ឋឲ្យដូចជារូបខ្ញុំប្រឹងមួយថ្ងៃបាទធ្វើការពីព្រលឹមទើសទៅល្ងាចហើយយើងបងតាក់បងអីស្របច្បាប់គឺអាលុយដែលតាក់លុយដែលយើងបងនឹងហើយដែលគាត់យកទៅបាទចំណាយទៅលើថាជាពិសេសគឺប្រជាពលរដ្ឋដែលគេហៅថាមិនទាន់មានការងារធ្វើហើយអ្នកខ្លះក៏មានការងារធ្វើហើយមិនចង់ធ្វើបាទគេហៅភាសាខ្មែរគេថាខ្ជិលយើងកិច្ចពេះឥឡូវច្បាប់បាទដែលគេហៅថាគណៈបកដែលគេនឹងឡើងដឹកនាំជានាយករដ្ឋមន្ត្រីគឺថាគេច្បាច់យើងហ្មងបាទអត់ឲ្យនឹងឯងធូររលុងដូចមុនទេតើរកការងារបានត្រូវតែធ្វើបាទម្ដងជា2 ដងបើថាមិនឯងមិនព្រមធ្វើទេគឺគេកាត់ផ្ដាច់ប្រាក់ខែយើងតែម្ដងដើម្បីឲ្យយើងទទួលយកនៅការងារដែលគេដាក់ឲ្យហ្នឹងណាបងប្អូនអានេះខ្ញុំនិយាយផ្នែកគេហៅថាប្រជាពលរដ្ឋដែលរស់នៅគេហៅថា social បាទរស់នៅក្រោមការទទួលរបបអាហារពី social បាទថវិកាសម្រាប់ចិញ្ចឹមជីវិតហ្នឹងណាហើយចំពោះអ្នកយើងធ្វើការធម្មតាគឺថាមានការគេនឹងគម្រោងបាទគេមានការគេហៅថាកាត់បន្ថយជាពិសេសគឺផ្នែកតាក់ហើយគេបទូបថយយើងច្រើនដើម្បីយើងអ្នកធ្វើការយើងអាចរស់នៅបានបាទជាពិសេសគឺប្រាក់កាក់នៃប្រាក់ចំណូលឲ្យបានធូរស្រាលជាងមុនអញ្ចឹងណាបាទអាហ្នឹងនិយាយរួមគឺបច្ចុប្បន្នភាពបាទគោលការណ៍នៃប្រទេសអាល្លឺម៉ង់ហ្នឹងគឺថាបាទគេនឹងរៀបចំហើយឥឡូវគេកំពុងតែជែកគ្នារាល់ថ្ងៃបាទគណៈបកទាំង3ហ្នឹងបាទរិះរករមធ្យោបាយបាទដើម្បីបធូរកន្លែងណាបតឹងកន្លែងណាហើយចំពោះបញ្ហាបងប្អូនខ្មែរយើងរស់នៅឯប្រទេសអាល្លឺម៉ង់ហ្នឹងគឺគ្មានបញ្ហាដោយសារខ្ញុំតាំងពីរស់នៅបាទមួយរយៈកន្លងមកខ្ញុំមិនទាន់មានឮសូរថាបងប្អូនខ្មែរយើងបាទគឺថាមានការជាពិសេសគឺខ្ជិលចង្អុលក្នុងការងារឬក៏គេហៅថារស់នៅខុសច្បាប់គឺថាអត់មានទេបាទគឺថាម្នាក់ទាំងរូបខ្ញុំទាំងរូបគេហើយខ្ញុំស្ដាប់ទៅប្រជាជនបាទបងប្អូនដែលគាត់ជាខ្មែរដូចជារូបខ្ញុំគឺថានិយាយរួមមិនថានៅតែប្រទេសអាល្លឺម៉ង់នៅប្រទេសណាក៏ខ្មែរយើងគឺថាស្វិតស្វាញណាបងប្អូនបាទចំពោះរឿងបញ្ហាការងារថាប្រឹងណាស់បលឹមបាត់បលប់ល្ងាចរហូតដល់ប្រពន្ធធ្វើការកូនធ្វើការគឺថាយើងប្រឹងប្រែងជាពិសេសគឺជំនាញគឺថាយើងប្រឹងណាស់បាទការសិក្សាទាំងកូនទាំងចៅគឺថាយើងឧស្សាហ៍ភាសាខ្មែរថាឧស្សាហ៍បាទគឺថាយើងមិនដែលឮសូរថាខ្ជិលចង្អុលអត់ការងារធ្វើឬក៏មិនចង់ទទួលការងារគឺថាអត់ទេតែម្នាក់គឺថាយើងធ្វើការសឹងគ្រប់គ្នាមកគឺថានេះជាលទ្ធផលឬក៏ជាវាវិជ្ជមានល្អដែរបាទសម្រាប់យើងជាខ្មែរមករស់នៅឯប្រទេសអាល្លឺម៉ង់ហ្នឹងណាបាទហើយនឹងលើប្រទេសផ្សេងបាទនៅលើសកលលោកដែលខ្មែរយើងរស់នៅហ្នឹងបាទចឹងខ្ញុំអស់ហើយថ្ងៃហ្នឹងហើយខ្ញុំមានតែពាក្យពេចន៍មួយចំនួនបាទចែកជូនដល់បងប្អូនពីបច្ចុប្បន្នភាពគោលនយោបាយ
បាទគណៈបកទាំង3ដែលគេចាប់ដៃចម្បាច់ចូលគ្នាដើម្បីដឹកនាំរដ្ឋាភិបាលនៅថ្ងៃអនាគតហ្នឹងបាទទិសដៅរបស់គេដែលខ្ញុំជំរាបប្រាប់ចែកជូនដល់បងប្អូនដែលខ្ញុំចង់យកមកនិយាយថ្ងៃហ្នឹងគឺសំខាន់គឺច្បាប់ជនអន្តោប្រវេសន៍តែម្ដងបាទហ្នឹងទិសដៅដែលខ្ញុំចង់ជំរាបចែកជូនដល់បងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនបាទចូលចិត្តនៅវីដេអូរបស់ខ្ញុំបាទសូមមេត្តាជួយចុច like share និង subscribe វីដេអូរបស់ខ្ញុំផងបាទហើយខ្ញុំសូមថ្លែងអំណរគុណបាទនឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអ្វីនឹងមានថ្មីខ្ញុំនឹងចែករំលែកដល់បងប្អូនដើម្បីធ្វើការ share គ្នាទៅវិញទៅមកឲ្យបងប្អូនបានជ្រាបនិងបានដឹងបាទអញ្ចឹងខ្ញុំអរគុណច្រើនហើយសុខភាពល្អបាទជួបនៅវីដេអូក្រោយទៀតបាទ